Bà bồn tam bò miên mình cho bà ca mũi ban này tha Korea kháng trương tìm tía ở dạ rọt Amerik đỏ lên protest đâyในประเทศ Venezuela គឺលោក Maduro នឹងភ្លាមបើមិនចង់ឲ្យមានសង្គ្រាមលោកលើកទី3 wow បងប្អូន Korea ខាងជើងមិនសូវចេះនិយាយលេងបានទេបងប្អូនហើយយើងដឹងហើយថា Venezuela ហ្នឹងគឺមានសម្ព័ន្ធមិត្តជាមួយនឹងរុស្ស៊ីហើយឥឡូវហ្នឹងស្រាប់តែ Korea ខាងជើងចេញមកទាមទារឲ្យសហរដ្ឋអាមេរិកដោះលែងដែរអញ្ចឹងបានថាក៏មានសម្ព័ន្ធមិត្តជាមួយនឹងបាទកូរ៉េខាងជើងដែរព្រោះរុស្ស៊ីនិងកូរ៉េខាងជើងគឺជាប្រទេសគេហៅថាប្រទេសរបបកុម្មុយនីបងប្អូនបាទអញ្ចឹងបើយើងគិតពីលេងពីនុយក្លេអ៊ែរបងប្អូនគាត់នៅរុស្ស៊ីមួយគឺមានគ្រាប់នុយក្លេអ៊ែរជាង 5000 គ្រាប់បាត់ទៅហើយបូកជាមួយនឹងកូរ៉េខាងជើងមានចន្លោះពី50ទៅ90គ្រាប់ទៀតបងប្អូនបាទអញ្ចឹងកូរ៉េខាងជើងលោកគីមចុងអ៊ុនចេញមកនិយាយបែបនេះបងប្អូនតែព័ត៌មានអត់ច្បាស់ការណាបងប្អូនបាទអញ្ចឹងឃើញថាស្រួលដែរណាហើយរុស្ស៊ីទឹមតែចេញថ្កោលទោសដែរសើមិញបងប្អូនក្រោយពីចាប់លោកMaduro បានប្រហែលមករុស្ស៊ីចេញថ្កោលទោសឥឡូវស្រាប់តែកូរ៉េខាងជើងចេញទាមទារឲ្យអាមេរិកដោះលែងភ្លាមបើមិនចង់ឲ្យមានសង្គ្រាមលោកលើកទី3អីយោចៃបងប្អូនខ្ញុំដឹងមិនបានទេខ្ញុំសូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងបាទថ្ងៃនេះផ្សាយខុសម៉ោងក៏ប៉ុន្តែឆ្លៀតរការនេះផ្សាយជូនប្រិយមិត្តនៅបច្ចុប្បន្នភាពព័ត៌មានចុងក្រោយពាក់ព័ន្ធជាមួយនឹងសំណុំរឿងរបស់ប្រធានាធិបតីនៃប្រទេស Venezuela Nicolás Maduro បាទអញ្ចឹងគឺមានតែចំណងជើងមួយនឹងទេថ្ងៃនេះដែលខ្ញុំពេលនេះដែលខ្ញុំជម្រាបជូនដើម្បីធ្វើបច្ចុប្បន្នភាពអញ្ចឹងគឺការវិវត្តប្រិមិត្តបានដឹងហើយថាសហរដ្ឋអាមេរិកបើកប្រតិបត្តិការបាទប្រតិបត្តិការយោធាពិសេសទៅលើទីក្រុងរបស់រដ្ឋធានីរបស់ប្រទេស Venezuela ហើយក៏បានចាប់ខ្លួនលោក Nicolás Maduro ហើយនិងលោកស្រី Pereira ហើយមកផងដែរឥឡូវនេះបើតាមព័ត៌មានចុងក្រោយរបស់សារព័ត៌មាននានាគឺលោក Nicolás Maduro បាននាំចូលមកដល់សហរដ្ឋអាមេរិកហើយនេះគឺជារូបភាពដែលផ្សាយតាមសារព័ត៌មាននានាដែលចេញផ្សាយមកឲ្យដឹងគឺចង់បិទមុខហើយតាក់ខ្នោះដៃយកមកនេះគឺលោក Nicolás Maduro ដែលជាបាទប្រធានាធិបតីនៃប្រទេស Venezuela ឥឡូវហ្នឹងសម្រាប់សហរដ្ឋអាមេរិកគឺជាអតីតប្រធានាធិបតីទៅហើយណាអតីតប្រធានាធិបតីនៃប្រទេស Venezuela បាទអញ្ចឹងបើតាមសេចក្តីរាយការណ៍នេះគឺឥឡូវនេះគឺលោក Maduro ទៅបានសហរដ្ឋអាមេរិកយកមកដល់សហរដ្ឋអាមេរិកហើយបាទទីក្រុងញូវយ៉កដើម្បីប្រជុំមុខនឹងការចាប់ប្រកាន់តាក់ទងជាមួយនឹងបទជួញដូរគ្រឿងញៀននិងអាវុធដែលបង្កគ្រោះថ្នាក់មកដល់សហរដ្ឋអាមេរិកហើយការវិវត្តនឹងគឺមានច្រើនគឺលោកនឹងប្រជុំមុខនឹងការចាប់ប្រកាន់នៅទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកតែម្ដងហើយលោកស្រីភេទយារបស់គាត់ហ្នឹងក៏ឥឡូវនេះកំពុងតែត្រូវបានគេពិនិត្យមើលសុខភាពផងដែរហើយតាមផែនការគឺអាចនឹងត្រូវយកទៅឡើងតុលាការនៅសប្តាហ៍ក្រោយនេះបាទនៅខាងស្អែកហ្នឹងគឺនឹងយកឡើងតុលាការដើម្បីទទួលការចោទប្រកាន់ជាផ្លូវការពីសហរដ្ឋអាមេរិកហើយអាចនឹងយកទៅដាក់ពន្ធនាគារសារព័ត៌មាននៅសហរដ្ឋអាមេរិកនេះបានបង្ហាញនៅទីតាំងមួយចំនួនដែលអាចនឹងយកឃុំខ្លួនលោក Nicolás Maduro នៅក្នុងពេលនោះបានបាទអញ្ចឹងគឺមានការវិវត្តច្រើនណាបាទហើយឆ្លងតាមរយៈសន្និសីទសារព័ត៌មានរបស់លោកប្រធានាធិបតី Donald Trump បាទលោកក៏បានរៀបរាប់នៅបញ្ហាមួយចំនួនដែលជាក្តីបារម្ភផងដែរដែលទី1ពាក់ព័ន្ធជាមួយនឹងថាតើអ្នកណានឹងកាន់កាប់ប្រទេស Venezuela បន្តនៅពេលដែលចាប់លោក Nicolás Maduro បាទគឺបើតាមការបកស្រាយពីខាងលោក Donald Trump ថាគឺសហរដ្ឋអាមេរិកនឹងសហការជាមួយនឹងមេដឹកនាំថ្មីនៅក្នុងប្រទេស Venezuela ដើម្បីដឹកនាំប្រទេស Venezuela ក្នុងរយៈពេលអន្តរកាលនេះដើម្បីធានាថាអ្វីៗគឺនៅដំណើរការល្អដដែលបាទហើយអ្នកដែលលោកប្រធានាធិបតី Donald Trump ថានឹងធ្វើការជាមួយនោះគឺបាទលោកស្រីអនុប្រធានាធិបតីនៃប្រទេស Venezuela ដែលឥឡូវនេះគឺប្រហែលជាខ្លាយទៅជាប្រធានាធិបតីស្ដីទីបាទសម្រាប់ប្រទេស Venezuela ក៏ប៉ុន្តែជំហររបស់លោកស្រីគឺនៅតែចាត់ទុកបាទជំហរលោកស្រីក៏ដូចជាជំហររបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគឺចាត់ទុកលោក Nicolás បាទថាជាប្រធានាធិបតីដដែលបាទក៏ប៉ុន្តែបើតាមការបញ្ជាក់របស់លោកប្រធានាធិបតី Donald Trump គឺបានឲ្យដឹងថាលោកស្រីអនុប្រធានាធិបតីហ្នឹងគឺក៏កំពុងតែបាទសន្ទនាគ្នាជាមួយនឹងលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកដើម្បីធ្វើការជាមួយគ្នានឹងផងដែរគឺតើលោកស្រី Delcy Rodriguez បាទដែលជាអនុប្រធានាធិបតីនោះនឹងកាន់តំណែងឬយ៉ាងណាគឺ
ពីចំហជារួមអត់ទាន់ឃើញនៅឡើយទេគ្រាន់តែលោកប្រធានាធិបតី Donald Trump ថាលោកស្រីបានបដូរចំហខ្លះដែរបន្ទន់ចំហក្រោយពីបានចាប់លោកនីកូឡាគឺក្នុងរយៈពេល48ម៉ោងចុងក្រោយនេះគឺផ្លាស់ប្ដូរចំហច្រើនមកអញ្ចឹងតើនឹងធ្វើការគ្នាជាមួយនឹងគ្នាយ៉ាងម៉េចបាទហើយរីឯបាទចំណុចមួយទៀតដែលជាការមួយគួរឲ្យចាប់អារម្មណ៍ផងដែរគឺមានការលើកឡើងថានៅពេលណាដែលចាប់ប្រធានាធិបតីវេណេស៊ុយឡាគឺច្បាស់ជាបកប្រឆាំងឡើងកាន់អំណាចហើយណាឡើងកាន់អំណាចហើយសហរដ្ឋអាមេរិកប្រហែលជានឹងដាក់បកប្រឆាំងឲ្យឡើងកាន់អំណាចគឺនៅក្នុងប្រទេសវេណេស៊ុយឡាបាទក៏ប៉ុន្តែអ្វីដែលលោកប្រធានាធិបតី Donald Trump បាននិយាយគឺមិនដូច្នោះទេបាទនៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកមិញលោក Donald Trump បានបញ្ជាក់ថាលោកស្រី Maria Corina Machado បាទគឺដែលគេគិតថាលោកស្រីអាចនឹងដឹកនាំប្រទេសហ្នឹងគឺលោកតាមថាលោកស្រីគឺគ្មានសមត្ថភាពគ្មានការគ្រប់គ្រងមិនសំទោសមិនមែនសមត្ថភាពលោកប្រាប់ពាក្យថាលោកស្រីមិនមានការគ្រប់គ្រងនិងការគោរពនៅក្នុងប្រទេសដើម្បីឲ្យខ្លាយទៅជាអ្នកដឹកនាំបាននោះទេឃើញទេបាទអញ្ចឹងគឺវារឿងសាច់រឿងវាខុសគ្នាពីអ្វីដែលក្តីរំពឹងទុកក្នុងពេលមុនពេលដែលការរឿងនេះបាទគឺលោកស្រីថែមទាំងបាទទទួលបានរង្វាន់នៅបែបសន្តិភាពផងហើយប្រឆាំងស្និទ្ធជាមួយសហរដ្ឋអាមេរិកអញ្ចឹងគេថាពេលដែលផ្ដួលដកលោកម៉ាដូរ៉ូចេញពីតំណែងគឺប្រកាសជាលោកស្រីឡើងកាន់តំណែងហើយលោកស្រីក្នុងរយៈពេលនេះគឺកំពុងតែប្រឹងតាក់ទងជាមួយនឹងប្រទេសនានាផងដែរដើម្បីឲ្យគ្រប់គ្រងលោកស្រីអីបាទទៅកាន់តំណែងអញ្ចឹងក៏ប៉ុន្តែសហរដ្ឋអាមេរិកបែរនិយាយបែបនេះតើរឿងពិតឬយ៉ាងណាពីព្រោះអ្វីដែលលោកប្រធានាធិបតី Donald Trump បកស្រាយគឺថាលោកស្រីអនុប្រធានាធិបតីគឺទៅបានលោកម៉ាដូរ៉ូជ្រើសរើសដោយខ្លួនឯងបាទដូច្នេះគាត់មានការគ្រប់គ្រងពីប្រជាពលរដ្ឋដែលគ្រប់គ្រងគណៈបករបស់លោកម៉ាដូរ៉ូនឹងបាទអញ្ចឹងហើយឥឡូវគាត់អាចនឹងធ្វើការបានជាមួយនឹងសហរដ្ឋអាមេរិកអញ្ចឹងសហរដ្ឋអាមេរិកបន្តអាចឲ្យគាត់បន្តខណ្ឌតំណែងហើយធ្វើការគ្នាជាមួយនឹងសហរដ្ឋអាមេរិកដែលលោកនិយាយដំបូងគឺថាសហរដ្ឋអាមេរិកនឹងបន្តគ្រប់គ្រងធ្វើឲ្យមានការយល់ច្រឡំថាតើសហរដ្ឋអាមេរិកគឺពិតជាដាក់កម្លាំងទៅនឹងដើម្បីដំណើរការគ្រប់គ្រងប្រចាំថ្ងៃឬទេបាទលោកតាមបានបញ្យល់ថាមិនទេគឺគ្រាន់តែធ្វើសហការគ្នាជាមួយនឹងសហរដ្ឋអាមេរិកដែលទៀងទាត់មើលការងារជាមួយចំនួនហើយជាពិសេសទៅលើបញ្ហាប្រេងបាទបញ្ហាប្រេងដែលជាធនធានដ៏សំខាន់របស់វេណេស៊ុយឡាហ្នឹងគឺលោកប្រធានាធិបតីថាក្រុមហ៊ុនអាមេរិកនឹងវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារដែលនឹងបានផលប្រយោជន៍ទៅប្រជាពលរដ្ឋវេណេស៊ុយឡាវិញបាទអញ្ចឹងគឺឥឡូវនេះក្រុមហ៊ុនប្រេងហ្នឹងគឺសហរដ្ឋអាមេរិកគឺដាក់កម្លាំងក្រុមហ៊ុនឯកជនរបស់សហរដ្ឋអាមេរិកជាពិសេសក្រុមហ៊ុនChevron ហ្នឹងគឺទៅធ្វើការបូមប្រេងធ្វើជាកម្មប្រេងនៅទីនោះហើយលោកថាលោកមិនបារម្ភទេពីព្រោះអីធនធានរបស់វេណេស៊ុយឡាមានច្រើនធនធានប្រេងមានច្រើនដូច្នេះប្រទេសដែលត្រូវការទិញហ្នឹងគឺថែមទាំងទិញបានច្រើនជាងមុនផងមិនចាំបាច់មានការមួយបង្ខិតបង្ខំថាមិនឲ្យទិញទេបាទពីព្រោះអីប្រទេសវេណេស៊ុយឡាមានធនធានប្រេងហ្នឹងគឺច្រើនជាងគេបំផុតនៅលើពិភពលោកតែម្ដង number 1លើពិភពលោកអញ្ចឹងហើយដោយសារតែទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបែរជាមិនបានបូមប្រេងទៅតាមគ្រប់លទ្ធភាពដែលខ្លួនមានធ្វើឲ្យប៉ះពាល់ទៅដល់ជីវភាពប្រជាពលរដ្ឋអញ្ចឹងឥឡូវនៅពេលដែលសហរដ្ឋអាមេរិកយកមកគ្រប់គ្រងអញ្ចឹងអាចនឹងបូមប្រេងបានច្រើនបាទអញ្ចឹងនេះគឺតាមការបកស្រាយរបស់លោកប្រធានាធិបតី Donald Trump បាទអញ្ចឹងជារឿងមួយដែលមានការវិវត្តហើយសូម្បីតែនៅខាងសហរដ្ឋអាមេរិកនេះសមាជិកសភាមកពីខាងគណៈបកប្រជាធិបតេយ្យបានកោតទោសទង្វើរបស់លោកប្រធានាធិបតី Donald Trump ដោយចាត់ទុកថានេះមិនមែនជារឿងមួយដែលបង្ក្រាបគ្រឿងញៀនអ្វីទេវាគឺជាគាត់ប្រាប់ This is blood for oil បាទគឺជាការប្រើប្រាស់ឈាមដើម្បីទៅដណ្ដើមយកប្រេងពីប្រទេសវេណេស៊ុយឡាបាទដោយសារតែការប្រើប្រាស់ប្រតិបត្តិការយោធាពិសេសនេះបាទហ្នឹងគឺខាងសភាឥឡូវនេះកំពុងតែទទួលបានព័ត៌មានជាបន្តបន្ទាប់ពីរដ្ឋបាលលោកតាមក្នុងការបញ្យល់អំពីប្រតិបត្តិការសឹកនេះនៅពេលដែលអ្នកសារព័ត៌មានសួរដែរថាតើហេតុអ្វីបានមានការអនុញ្ញាតឬក៏សុំពីសភាទេលោកតាមថាអត់បានឲ្យដឹងមុនទេពីព្រោះសភាហ្នឹងហាក់ដូចជាមាននានាការមួយពេលដែលបានដឹងព័ត៌មានហ្នឹងគឺបែកធ្លាយព័ត៌មានទៅឲ្យខាងសត្រូវឬក៏អីហ្នឹងដឹងខ្លួនជាមុនអញ្ចឹងហើយលោកមិនបានឲ្យខាងរដ្ឋសភាបានដឹងព័ត៌មានហ្នឹងទេបាទអញ្ចឹងគឺជាប្រតិកម្មនានាណាបាទប្រតិកម្មនានាដែលបានកើតមានឡើងហើយគឺការដឹកនឹងចាប់ខ្លួនលោកម៉ាដូរ៉ូនោះគឺមានលក្ខណៈដូចជាក្នុងសាច់រឿងអញ្ចឹងបាទសាច់រឿងពិតប្រកបតែម្ដងបាទគឺមានទី1ហ្នឹងគឺពេលដែលចាប់គាត់ហ្នឹងគឺចាប់នៅក្នុងផ្ទះគាត់ណាចាប់គាត់នៅក្នុងហើយនឹងភរិយាហ្នឹងគឺនៅក្នុងផ្ទះគាត់តែម្ដងហើយដឹកតាមឧទ្ធម្ភាគចក្របាទចេញមកដំបូងគឺដឹកតាមឧទ្ធម្ភាគចក្រចេញពីរដ្ឋធានីការ៉ាកាសរបស់វេណេស៊ុយឡាហ្នឹងបាទគឺនៅព្រឹកព្រលឹមថ្ងៃសៅរ៍ហើយយកទៅដល់កន្លែង
Navy របស់សហរដ្ឋអាមេរិកគឺ USS Iowa Jima បាទដែលគេមិនឲ្យដឹងទីតាំងនៅទីណាទេគឺប៉ុន្តែនៅក្នុងសមុទ្រការ៉ាអ៊ីបបាទសមុទ្រការ៉ាបៀនហ្នឹងបាទយកទៅដាក់កន្លែងហ្នឹងចង់បង្ហោះចាប់ដាក់អេលីកូមកចាប់ពីផ្ទះហ្នឹងពីបន្ទប់ដេកហ្នឹងទាំងព្រៃទាំងប្រពន្ធដាក់អេលីកូយកទៅ Navy ចម្បាំងរបស់សហរដ្ឋអាមេរិកនៅក្នុងសមុទ្របាទចាក់នៅក្នុងសមុទ្រហ្នឹងហើយបានក្រោយមកគឺផ្ទេរបង្ដឹកតាមយន្តហោះហ្នឹងទៅកន្លែងមូលដ្ឋានយោធាជើងទឹករបស់សហរដ្ឋអាមេរិកមួយនៅក្នុងជួងសមុទ្រកាន់តាណាម៉ូបាទកាន់តាណាម៉ូនៅក្នុងប្រទេសកុយបាបាទចិត្តដឹកពីក្នុងសមុទ្រទៅដល់ប្រទេសកុយបាហើយបន្ទាប់មកគឺបានផ្ទេរតាមយន្តហោះមួយទៀតទៅដល់មូលដ្ឋានទ័ពអាកាស Stewart ដែលនៅក្នុងរដ្ឋ New York បាទក្នុងទីក្រុង Orange County បាទដែលនៅទីនោះគឺទៅបានដឹកតាមឧទ្ធម្ភាគចក្រមួយសារទៀតបាទមួយសារទៀតទៅទីក្រុង New York តែម្ដងបាទជាសរុបមកបើតាមការវាស់វែងរបស់ខាងសារព័ត៌មាន BBC ក៏ថាគឺការចាប់លោក Maduro នោះប្រទេសពីកន្លែងមួយហ្នឹងបាទវាតាក់ទិកផងឬក៏ជាការបង្វែងដានផងយើងមិនដឹងដែរណាហើយជាការមួយដែលបង្វែងដានច្រើនជាងណាដើម្បីកុំឲ្យមានការតាមរំដោះហ្នឹងគឺចម្ងាយ 3400 គីឡូម៉ែត្រណាទម្រាំតែយកមកដល់សហរដ្ឋអាមេរិកនេះគឺមកឲ្យត្រៀមរៀបចំការកាត់ទោសទទួលការចាប់ប្រកាន់បាទទទួលការចាប់ប្រកាន់ជាផ្លូវការបាទហើយប៉ុន្តែប្រតិកម្មរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសវេណេស៊ុយឡានឹងយ៉ាងម៉េចបាទនៅក្នុងប្រទេសវេណេស៊ុយឡានឹងបើតាមសេចក្តីរាយការណ៍នេះគឺឲ្យដឹងថាប្រជាពលរដ្ឋចេញមកសប្បាយរីករាយបាទសប្បាយរីករាយអបអរសាទរនឹងការចាប់លោកនីកូឡាម៉ាឌូរ៉ូបាទគាត់សប្បាយថានឹងបានមានសេរីភាពឡើងវិញហើយដោយសារតែការដឹកនាំរបស់លោកនីកូឡាម៉ាឌូរ៉ូនឹងគាត់មានការគៀបសង្កត់ទៅលើសិទ្ធិប្រជាពលរដ្ឋសិទ្ធិនៃការបញ្ចេញមតិនេះមកធ្វើបាបអ្នកដែលហ៊ានរិះគន់នឹងច្រើនបើធ្វើបាបសូម្បីតែបពប្រឆាំងដែរថាឈ្នះឆ្នោតហើយបើជាគណៈកម្មការរៀបចំការបោះឆ្នោតហ្នឹងមិនប្រគល់អំណាចឲ្យទេបាទអញ្ចឹងទៅឥឡូវនៅពេលដែលចាប់លោកនីកូឡាអញ្ចឹងគេក៏សប្បាយចិត្តហើយទន្ទឹមនឹងនោះគេក៏ឃើញក្រុមសេនាជនណាឃើញក្រុមសេនាជនដែលជាក្រុមសេនាជនមួយដែលគូគេភ័យខ្លាចខ្លាំងហ្នឹងហើយតែជាអ្នកដែលការពារលោកម៉ាឌូរ៉ូហ្នឹងក៏ចេញមកល្បាតតាមផ្លូវថ្នល់ផងដែរគាត់ពួកហ្នឹងគាត់ជាសេនាជនស្លៀកពាក់ស៊ីវិលបាទស្លៀកពាក់ស៊ីវិលក៏ប៉ុន្តែមានប្រដាប់អាវុធបាទក្រុមនោះគឺគេហៅថាក្រុមColectivo Chavista គឺមានកំភ្លើងវែងហើយគេចេញមកល្បាតតែជារឿងមួយបាទមិនធម្មតាទេអញ្ចឹងដូច្នេះតែក្នុងការវិវត្តនេះគេដែលគេហៅថានៅក្នុងចន្លោះអន្តរកាលនេះតើអ្នកណានឹងក្តោបអំណាចបានបណ្ណាបាទគឺម្នាក់កំពុងតែងេមងាមហើយអញ្ចឹងសហរដ្ឋអាមេរិកក៏គិតគូរអំពីបញ្ហានេះផងដែរថាដើម្បីកុំឲ្យមានជនជាតិឱកាសនិយមបាទធ្វើយ៉ាងណាក្តោបយកអំណាចនៅក្នុងប្រទេសវេណេស៊ុយឡាបាទអញ្ចឹងនេះគឺជាការវិវត្តសំខាន់ដែលខ្ញុំរៀបចំជូនសម្រាប់ប្រិយមិត្តទាំងអស់គ្នាបាទហើយនៅពេលដែលលោកដូណាល់ត្រាំកំពុងតែធ្វើសន្និសីទសារព័ត៌មានមានអ្នកសួរអំពីរឿងពូទីនទេប៉ុន្តែលោកក៏បានឆ្លើយពាក់ព័ន្ធជាមួយនឹងប្រទេសកម្ពុជាផងដែរណាខ្ញុំបានចែកឃ្លីបនេះនៅក្នុង Facebook អញ្ចឹងប្រិយមិត្តអាចយកទៅមើលក្នុងកន្លែងនោះបានណាបាទអញ្ចឹងព័ត៌មាននេះគឺចាប់ប្រាប់ប៉ុណ្ណេះហើយបាទប៉ុន្តែខ្ញុំគ្រាន់តែសូមចិត្តប្រិយមិត្តបន្តិចខ្ញុំមិនអាចនិយាយសូមចិត្តទាំងអស់គ្នាបានទេក៏ប៉ុន្តែខ្ញុំអាចសូមចិត្តអ្នកណាដែលមានការគិតគូរត្រឹមត្រូវហើយចង់ចេះចង់ដឹងនោះគឺចេះបាទកុំគេថាកុំយកស្ថានភាពនៅប្រទេសដទៃហ្នឹងមកភ្ជាប់ជាមួយនឹងប្រទេសកម្ពុជាដោយអត់មានអីអំណាងច្បាស់លាស់ពេលខ្លះយើងនិយាយទៅយើងចង់បានចេះតែរឿងទៅផ្សេងព្រោះខ្ញុំឃើញមានអ្នកចូលមកខមមិនចូលអីហ្នឹងគាត់និយាយថាអូក្រោយពីនីកូឡាម៉ាឌូរ៉ូគឺបានទៅដល់ស្រុកខ្មែរដោយសារគ្រឿងអីឆោបបោកចោលអីបាទវាសាច់រឿងវាខុសគ្នាបាទសាច់រឿងវាខុសគ្នាដូចតែខ្ញុំធ្លាប់បានបញ្យល់កន្លងមកអញ្ចឹងបាទដូច្នេះយើងពិបាកនឹងភ្ជាប់បានណាបាទហ្នឹងទី1ណាទី1យើងកុំចេះតែនិយាយភ្ជាប់ដោយអត់ទំនងនឹងវាអត់រឿងខ្លះវាមិនអាចកើតឡើងបានទេណាបាទហើយរឿងទី2ដែលខ្ញុំជាពលរដ្ឋខ្មែរអាមេរិកខ្ញុំសូមចាត់វិញហ្នឹងគឺត្រង់ចេះទេត្រង់ថាអ្នកដែលគាត់និយាយហ្នឹងគាត់ខឹងថ្នាក់ដឹកនាំកម្ពុជាបាទខឹងថ្នាក់ដឹកនាំកម្ពុជាគាត់ចង់ឲ្យអាមេរិកទៅចាប់ថ្នាក់ដឹកនាំកម្ពុជាដោយចាប់លោកនីកូឡាសបានន័យថាម៉េចបាទគាត់ចង់បំពេញបំណងរបស់គាត់ដោយសារតែគាត់ខឹងរដ្ឋាភិបាលថ្នាក់ដឹកនាំនៅកម្ពុជាក៏ប៉ុន្តែគាត់ភ្លេចនឹកឃើញថាគាត់កំពុងតែធ្វើឲ្យអាមេរិកហ្នឹងមានមុខមាត់ដូចជាមនុស្សអាក្រក់ដើរទៅចាប់គេចាប់ឯងអត់មានច្បាប់អត់មានទម្លាប់អត់មានអីអត់មានរឿងអីពីមុនមកយ៉ាងម៉េចគាត់អញ្ចឹងដូចតែខ្ញុំនិយាយកាលពីលើកមុនអញ្ចឹងពេលដែលគាត់និយាយពីរឿងគ្រឿងញៀនគ្រឿងហ្នឹងសំទោស scam ហ្នឹងគាត់និយាយមកអូដោយអាមេរិកធ្វើនេះធ្វើនោះអីអញ្ចឹងមកវាទៅជារឿងមួយដែលគាត់មិនមែនជារឿងដែលគាត់ជួយអាមេរិកជួយលើកមុខមាត់អាមេរិកទេបាទដោយសារតែគំនុំសម្អប់នៅស្រុកខ្មែរហ្នឹងគាត់ទៅជាធ្វើសកម្មភាពហ្នឹង
ទៅជាមួយមាក់ងាយអាមេរិកទៅវិញមើងងាយអាមេរិកទៅវិញចឹងដូច្នេះក្នុងរឿងហ្នឹងក៏ចឹងដែរគាត់និយាយគាត់គោលដៅគាត់ចង់សម្ដៅទៅលើខੰសមាធិដឹកនាំនៅភ្នំពេញនៅទេនៅកម្ពុជានៅទេប៉ុន្តែគាត់ថាអាមេរិកទៅចាប់ទៅអីហ្នឹងអានោះវាទៅជាអាមេរិកដែរទៅចាប់តាគេទៅពីទៅពីគ្មានច្បាប់មានទម្លាប់ទេបាទអញ្ចឹងបើនឹងនិយាយអញ្ចឹងដើម្បីជាកាដូសម្រាប់អ្នកណាដែលគេថាចេះគិតអីតាមទៅខ្ញុំឲ្យកំណត់មួយឲ្យយោបល់មួយចោះតាក់ទងនឹង scam ដែលចេញមកសហរដ្ឋអាមេរិកបង្ហាញឲ្យដឹងហ្នឹងខ្ញុំអាចធានាអ្វីប្រភពព័ត៌មានដែលខ្ញុំដឹងច្បាស់គឺមិនមែនជាស្នាដៃបពប្រឆាំងទេឬក៏ក្រុមប្រឆាំងនៅខាងក្រៅប្រទេសនេះអត់ទេក្រុមនោះអត់មានចំណែកបន្តិចសោះតែម្ដងនៅក្នុងការរីកាឲ្យសហរដ្ឋអាមេរិកទេក្រុមនោះគឺតែងតែឆ្លៀតយកចំណេញពីរឿងអ្វីដែលគេកាត់ឡើងហ្នឹងបាទរបៀបដូចទឹកនីទៅហើយអញ្ចឹងបាទទឹកនីទៅហើយអញ្ចឹងកូនចាំទៅបឺតទឹកសមុទ្របន្តិចមកបញ្ចប់ហ្នឹងបែបប្រាប់ថាអូខ្ញុំបឺតចង់រីងសមុទ្រហ្នឹងមែនខ្ញុំដឹងអ្នកដែលធ្វើកិច្ចការងារនៅពីព្រួយអ្នកនឹងថែមទាំងមកខ្ញុំមិនចង់និយាយជ្រៅតែបាទតាក់ទងមកខ្ញុំផងដែរឬផ្សេងបាទខ្ញុំមិនចង់និយាយរឿងច្រើនបាទខ្ញុំឲ្យកាដូប៉ុណ្ណឹងដោយសារតែខ្ញុំមិនចង់ឲ្យប្រិមិត្តពេលខ្លះយើងខំសរសើរអាមេរិកចង់អាមេរិកទៅការពារយើងជួយយើងប៉ុន្តែទៅអរួយទេហើយតែពេលយើងនិយាយទៅវាមិនមែនជារឿងថាអាមេរិកល្អវាទៅជាមុខមាត់អាមេរិកអាក្រក់ដោយសារយើងនឹងវិញទេបាទអញ្ចឹងប្រយ័ត្នកន្លែងហ្នឹងផងឥឡូវខ្ញុំលើកឧទាហរណ៍ដូចរឿងបរោះម្នាក់មានពូម៉ាក់ជាខ្លាឃ្មុំអានោះគេចង់សម្ដៅទៅលើខ្លាឃ្មុំមនុស្សល្ងងបាទគាត់នាំគ្នាដើរលេងនៅព្រៃស្រាប់តែរុយទុំចំោះម្ចាស់ហ្នឹងបាទខ្លាឃ្មុំគាត់បកទៅរុយទុំនេះបកទៅរុយទុំនោះគាត់ខឹងគាត់មិនដឹងជាបករុយយ៉ាងម៉េចបានទាញដុំថ្មមកគប់រុយហ្នឹងវាបែកមុខម្ចាស់ទៅវិញទេបាទជួនកាលអ្នកខ្លះប្រយ័ត្នណាស់ក្នុងការរាប់អានមនុស្សខ្លះមនុស្សបាទដាក់ល្ងងនេះនិយាយយកអាមេរិកទៅរករឿងនេះប៉ុន្តែភ្លេចនៅឃើញថានិយាយបែបហ្នឹងគឺជារឿងមួយមើលងាយអាមេរិកទៅវិញទេណាថាអាមេរិកជាមនុស្សជើងកាងជើងអីធ្វើអីអត់ពីអត់ដឹងច្បាប់ដឹងទម្លាប់អីបាទប្រយ័ត្នកន្លែងហ្នឹងអញ្ចឹងពេលមិត្តណាដែលមានគណិតមិនប្រទេសផ្ដាស់ចង់ដឹងតែរឿងការពិតធ្វើអ្វីមួយនិយាយអ្វីមានហេតុផលហ្នឹងបាទសូមប្រយ័ត្នកន្លែងចិត្តហ្នឹងផងបាទអញ្ចឹងសូមអរគុណណាបើមានព័ត៌មានអ្វីថ្មីទៀតខ្ញុំនឹងធ្វើបច្ចុប្បន្នភាពជូនប្រិមិត្តទាំងអស់គ្នារវល់ដែរតែឆ្លៀតឱកាសឆ្លៀតបន្តិចតួចដើម្បីមកធ្វើបច្ចុប្បន្នភាពជូនប្រិមិត្តបាទសូមអរគុណសូមជម្រាបលា